នេះមនុស្សថ្មីបងប្អូនគឺត្រីអប់បំពង់ឫស្សីដាក់ម្ទេសហិលរ៉ូឌីបន្តិចទៅបន្លែប្លុកគ្រឿងក្រៅនៅញាត់ចូលក្នុងទឹកទាំងអស់ណាហើយដុតឥឡូវចិត្តឆ្អិនហើយបងប្អូនណាតើវាមានរសជាតិយ៉ាងណាសូម្បីតែខ្ញុំខ្លួនឯងក៏មិនដែលសាកដែរនឹងសាកធ្វើម្ដងលើកទី1តើវានឹងថាវាមានរសជាតិយ៉ាងណាដែរចាស់ចាប់ដើមចេញឈ្ងុយទៅទៀតណាចេញក្លិនមកហើយនេះបងប្អូនបើចង់ដឹងថាម្ហូបនេះវាមានរសជាតិបែបណាយ៉ាងណាយ៉ាងណីក៏បងប្អូនកុំភ្លេចទស្សនាតាមដានដល់ទីបញ្ចប់បាទតើវាឆ្ងាញ់ឬក៏មិនឆ្ងាញ់តាមសាកមើលបងប្អូនបាទបងប្អូនចង់ដឹងថាវារសជាតិយ៉ាងណាទៅនេះកំពុងនឹងអង្គុយលេបទឹកមាត់ថាឆ្ងាញ់ឬក៏មិនឆ្ងាញ់ណាដុតភ្លើងហើយដាក់អាំងឫស្សីទៅរំដល់វាឆ្អិនណាវានឹងយូរបន្តិចណាតែអញ្ចឹងកូចកូនមើលទេសភាពនៅមាត់អូមាត់ទឹកណាជាបណ្ដាសិនទៅរំដល់ម្ហូបឆ្អិននេះគឺមាត់អូមួយដែលមានព្រៃព្រឹក្សារតាវល់តស្រស់បំប្រងទឹកហូររ៉ែនោះដើមកន្សែងកំពុងតែចេញផ្លែនោះចេញផ្លែស្កាក់ស្កោកនោះឬសត្វអូតយំអ៊ូតហើយហើយខ្វាងក៏កំពុងតលេងទឹកអូចំណែកខ្ញុំ2នាក់ក៏កំពុងតែដាក់អាំងត្រីដុតត្រីកាត់ឲ្យញ៉ាំចាទេក្មេងនេះបងប្អូនទេសភាពនៅមាត់អូព្រៃសុបត្រប់ខ្យល់បក់លហេមេឃងឹតមកអមទៅដោយសំឡេងបាក់សៃស្រែកយំផ្ដោះផ្ដងឆ្លើយឆ្លងគ្នាយ៉ាងរអឹករកងធ្វើឲ្យនឹកទៅដល់សម័យកាលពីវ័យកុមារដែលធ្លាប់ទៅដើររុករៀនបាញ់សត្វទៅតាមដប់តាមព្រៃណាបាទ